បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់ជាពិសេសគឺបងប្អូនកូនក្មួយណាដោយសារមួយរយៈនេះខ្ញុំឃើញថាខ្ញុំមានពេលវេលាតែពេលល្ងាចណាទើបបានធ្វើវីដេអូបានចេញជាវីដេអូអំពីដំណើររឿងផ្សេងៗហើយនឹងពាក្យប្រៀនប្រដៅផ្សេងៗនៅក្នុងដំណើររឿងដែលខ្ញុំអានជារៀងរាល់ថ្ងៃហ្នឹងណាហើយតាមពិតទៅខ្ញុំបដូរពេលវេលាបន្តិចណា រាល់ដងយើងពេលព្រឹកពេលថ្ងៃអីចឹងណាខ្ញុំបានធ្វើវីដេអូផ្ញើឲ្យស្ដាប់ឲ្យមើលអញ្ចឹងណាប៉ុន្តែដោយសារខ្ញុំមានការលក់ការបើកមុខរបរថ្មីណាអញ្ចឹងហើយខ្ញុំចាប់ផ្ដើមពីម៉ោងនិយាយទៅតាំងពីព្រឹកហ្មងណារៀបចំអីវ៉ាន់លក់ដូរសម្រាប់ពេលថ្ងៃយើងលក់ម៉ោង2ណារហូតទៅដល់ម៉ោង6ល្ងាចអញ្ចឹងមករៀបចំទេតតូតអីនៅការងាររកស៊ីបន្តិចបន្តួចបន្ទាប់ពីលក់មុខរបរថ្មីនេះហើយណា ហើយក៏នឹងឲ្យមានពេលដើម្បីធ្វើវីដេអូបន្តិចទៅអញ្ចឹងហើយចង់ជំរាបថាតើតាយប់ណាទើបខ្ញុំបានធ្វើចេញជាវីដេអូណាអំពីដំណើររឿងការអានរឿងជូនណាអញ្ចឹងហើយអធិស្ឋានដែរខ្ញុំចង់ធ្វើវាប្រហែលថ្ងៃតែប្រហែលថ្ងៃហ្នឹងវាហត់ពេកនិយាយត្រង់ហ្មងហត់ប៉ុន្តែសប្បាយនិយាយហើយខ្ញុំធ្វើជាវីដេអូនេះក៏ខ្ញុំសប្បាយដូចគ្នាអញ្ចឹងដោយសារអីអត់មានចង់បានអីពីបងប្អូនទេណាអត់មានចង់បានអីពីកូនក្មួយទេគឺខ្ញុំ ជិះចេញពីចិត្តរបស់ខ្ញុំដូចកាលពី2-3ខែមុនអញ្ចឹងណាដែលខ្ញុំចេញវីដេអូអញ្ចឹងណាខ្ញុំធ្វើវីដេអូនេះគឺដើម្បីជួយទៅដល់ក្មេងៗដែលគាត់អត់មានលទ្ធភាពទិញសៀវភៅដើម្បីយកទៅអានឬក៏អ៊ំពូមីងខ្លះគាត់អត់ដែលអានប៉ះចំខ្សែរឿងទាំងអស់ហ្នឹងផងណាអញ្ចឹងហើយជាទឹកចិត្តរបស់ខ្ញុំទេដើម្បីធ្វើជាវីដេអូមួយនេះណាហើយនឹងចែកជូនទៅដល់ពុកម៉ែបងប្អូនក៏ដូចជាក្មួយៗក្មេងៗកូនៗដូចគ្នាអញ្ចឹង ចឹងហើយគាត់ណាខ្ញុំផ្លាស់ប្ដូរបន្តិចថ្ងៃនេះតែខ្ញុំចង់ជំរាបប្រាប់ណាកុំឲ្យឆ្ងល់រាល់ដងពេលព្រឹកណាពេលថ្ងៃបានមើលបានស្ដាប់តឥឡូវយប់ហ្នឹងក៏មកមិន10 2 10ទៀតណាបានទស្សនាមើលវីដេអូហ្នឹងចឹងទៅណានិយាយរួមទៅទស្សនាវីដេអូដូចគ្នាហ្នឹងតែយ៉ាងណាដូចខ្ញុំនិយាយចឹងណាឥឡូវតតែរៀងយប់បន្តិចហើយសម្រាប់ថ្ងៃអាទិត្យគឺខ្ញុំសម្រាកដូចគ្នាណា ដូចខ្ញុំតែងតែជំរាបប្រាប់អញ្ចឹងណាអូខេអញ្ចឹងខ្ញុំចេញវីដេអូតែប៉ុណ្្នឹងទេហើយyeah អរគុណច្រើនជូនពរសុខសប្បាយទាំងអស់គ្នាណាជិតដល់ខែថ្មីហើយថ្ងៃច័ន្ទចូលខែថ្មីហើយអញ្ចឹងជូនពរក្នុងខែថ្មីខែ12ហ្នឹងជួបតែស្អីសុខសំណាងល្អជាពិសេសសុខភាពល្អទាំងអស់គ្នាណាដោយសារឥឡូវគឺអ្នកឈឺច្រើនមែនទែនណាជាពិសេសផ្ដាសាយនឹងតែម្ដងក៏ផ្ដាសាយវាមានកម្រិតរបស់វាអញ្ចឹងណាអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងសូមគោរពលាអរគុណ